បើសិនជាកាណាដាមិនមាននៅលើពិភពលោកដំបូងអាមេរិកនឹងពង្រីកដល់ដុលអាកាទិកហើយ Greenland នឹងក្លាយជាផ្ទះជិតខាងភាគខាងជើងថ្មីរបស់ទ្វីបអាមេរិកខាងជើងវប្បធម៌របស់ពិភពលោកនឹងខ្វាតតារាចម្រៀងដ៏ល្បីៗដូចជា Drake, Celine Dion និង Justin Bieber គ្មានកាណាដាមានន័យថាគ្មានក្រុមហ៊ុនដូចជា Shopify និង BlackBerry ក្នុងប្រវត្តិសាស្ត្រការអត្តវត្តមានរបស់កាណាដានឹងផ្លាក់ផ្ដួលទាំងស្រុងគ្មានឥទ្ធិពលភាសាបារាំងអង់គ្លេសដើម្បីបង្កើតរូបរាងអាមេរិកខាងជើងហើយក៏គ្មានកន្លែងសុវត្ថិភាពសម្រាប់អ្នកភៀសខ្លួនកាលពីបដិវត្តន៍អាមេរិកអាណាចក្រប្រីតានីក្នុងអាមេរិកខាងជើងនឹងមានការត្រួតត្រាផ្សេងទាំងស្រុងដែលអាចរារាំងសហរដ្ឋអាមេរិកមិនឲ្យក្លាយជាអំណាចដ៏ខ្លាំងក្រៅពីនេះបើគ្មានកាណាដានោះក៏នឹងគ្មានភាពយន្ត Titanic ឬទឹកជ្រោះ Niagara ផងដែរ